សួស្តីអ្នកទាំងអស់គ្នាមុនចូលវីដេអូខ្ញុំចង់និយាយថាព្រោះតែមានរឿងខ្លះមិនអាចផុសក្នុង YouTube បានដោយសារបញ្ហាមួយចំនួនដូច្នោះខ្ញុំក៏មានក្រុម Telegram មួយដែរដែលទុកផុសរឿងតម្លៃមិនសូវថ្លៃនោះទេគ្នាយើងគ្រាន់តែកាហ្វេមួយកែវប៉ុណ្ណោះអ្នកទាំងអស់គ្នាអាចមើលរឿងមួយខែហើយបង់3ខែបានថែមឲ្យមួយខែទៀតមិនតែប៉ុណ្ណោះនៅពេលដែលខ្ញុំធ្វើរឿងហើយខ្ញុំនឹងតម្លាក់ចូលក្នុង Channel នឹងមុនបន្ទាប់មកតតែថ្ងៃស្អែកឲ្យបានខ្ញុំផុស YouTube គ្នាយើងបានណាគេចង់ចូលក្រុម Complete Chat មក Telegram ខ្ញុំណា link ដាក់នៅក្រោម comment អរគុណច្រើនភាគទី5ក្រោយការសម្រេចចិត្តដោយនឹកស្មានម្ដងរបស់ Daigo សាំពិតជាភ្ញាក់ផ្អើលប៉ុន្តែអ្វីដែលគេឆ្ងល់យ៉ាងខ្លាំងនោះគឺមិនក៏អ្នកទាំងគ្នាធ្វើដូចធម្មតាអញ្ចឹងវាហាក់បីដូចជាមិនមែនជាលើកដំបូងដែល Daigo ធ្វើបែបនេះមេក្រុមក៏បានចេញបញ្ជាឲ្យសមាជិកម្នាក់យកអាណាជីមកដើម្បីឲ្យ Daigo ចូលទៅក្នុងកាត់ដែកពេលវេលារបស់ពួកគេសមមិនច្រើននោះទេមិនយូរមិនឆាប់អីអាគារនេះគុំតែរលំចុះជាមិនខានព្រោះតែធ្លាប់ស្មាអស់មួយខានដូច្នោះ Daigo អាចវាចូលទៅក្នុងយ៉ាងងាយស្រួលសំដីតែមេក្រុមធ្លាប់បង្រៀនពួកគេថាជួបមនុស្សក៏ត្រូវតែធ្វើតាមសិភៅបានបង្រៀនដែរប៉ុន្តែមើលក៏ពេលនេះចុះមិនអាចហាមាត់និយាយអ្វី Daigo សំបីតែមួយម៉ាត់ព្រោះមេក្រុមដឹងច្បាស់ថានេះគឺជាវិធីតែមួយគត់ប៉ុណ្ណោះដែលអាចជួយជនរងគ្រោះបានមានបញ្ហាមួយទៀតសានពិតជាឆ្ងល់យ៉ាងខ្លាំង Daigo បានឆ្លោះដៃឲ្យមកចំហៀងហើយតើចូលក្នុងនោះប្រើប្រាស់រណាបែបណាទៅមិនទុកឲ្យអ្នកមើលជាមួយនឹងសានឆ្ងល់យូរសានក៏បានឆ្លើយតបទៅកាន់សំណួរនោះភ្លាមគេបានរកឃើញកន្លែងទលាយមួយល្មមក្រោយពេលដែលសេរីត្រឹមត្រូវហើយគេក៏បានយកស្មាដែលឆ្លោះរបស់ខ្លួននោះបោកទៅនឹងជញ្ជាំងថ្មធ្វើបែបនេះស្មារបស់ Daigo នឹងចូលកលាក់វិញហើយគេអាចប្រើប្រាស់ដៃទាំងពីរបានក្នុងស្ថានភាពនេះអ្នកទាំងអស់គ្នាក៏មិនដឹងថាត្រូវធ្វើបែបណាដែរមានតែបនស្រន់ឲ្យ Daigo អាចធ្វើបានដោយជោគជ័យប៉ុណ្ណោះនៅខាងក្នុងការជិះចាប់ដូចចង់លើបដំបាក់ Daigo ប៉ុន្តែគេនៅតែមិនចោះចាញ់ក្រោយពេលដែលស្មាចូលកលាក់ហើយគេបានកាន់រណាធ្វើដំណើរទៅមុខបន្តទៀតដើម្បីជួយជនរងគ្រោះវាថាមួយសន្ទុះ Daigo ក៏បានមើលឃើញដៃលើជនរងគ្រោះត្រូវដៃចាក់ធ្លុះបន្ទាប់មក Daigo នឹងធ្វើសកម្មភាពកាត់ដែកនឹងចេញដឹងថាវានឹងមានការឈឺចាប់បន្តិចដូច្នោះគេប្រាប់ឲ្យជនរងគ្រោះត្រូវតែទ្រាំឲ្យបានប៉ុន្តែនៅពេលដែល Daigo អាចដែកស្រាប់តែសិស្សច្បងបានប្រាប់ថារណាវែងពេកដូច្នោះបានប៉ះត្រូវថ្មប្រសិនជានៅតែបន្តកាត់បែបនេះទៀតរណាប្រកាសជាបាក់ជាមិនខានក្រោយការសង្កេតមើល Daigo ក៏បានសម្រេចចិត្តថាផ្លាស់ប្ដូរទិសដៅអែបន្តិចអ្នកទាំងអស់គ្នារណាគេក៏ខំប្រឹងដែរដូច្នោះសាន់ក៏មិនចង់នៅស្ងៀមក្រោយពេលសង្កេតឃើញផ្លាស់យីហោសាន់ក៏ដឹងឈ្មោះរបស់ជនរងគ្រោះដូច្នោះសាន់ក៏បានកាន់ដៃរបស់គាត់ហើយប្រាប់គាត់ខំប្រឹងឡើងពួកគេនឹងជួយគាត់ចេញមកទាល់តែបានស្រាប់តែពេលនោះសិស្សច្បងទាំងអស់គ្នាសង្កេតឃើញថា Daigo បានឈប់អាដែកពួកគាត់ពិនិត្យមើលឃើញហ្គាសក៏មិនអស់ហើយរណាក៏វាមិនបាក់ដែរតែមិនដឹងជាហេតុអ្វីនោះទេ Daigo បានផ្អាកសកម្មភាពរបស់ខ្លួនខាងនេះ Yuki ពិតជាព្រួយបារម្ភឲ្យសមាមិត្តទាំងពីរនាក់ព្រោះតាមដំណឹងដែលនាងដឹងអាគារមនុស្សអាចរលំចុះគ្រប់ពេលវេលាខាងនេះក្រោយពេលដែលសង្កេតមើលមួយសន្ទុះហើយគេក៏សម្រេចចិត្តថាបន្តអាខាងក្រៅនេះសិស្សច្បងក៏បានប្រាប់ឲ្យសាន់ទៅរៀបចំភួយដើម្បីទទួលជនរងគ្រោះប៉ុន្តែនៅពេលដែលយកភួយត្រឡប់មកវិញសាន់ប្រទះឃើញថាជញ្ជាំងនៅក្រៅខ្នងសិស្សច្បងទាំងពីរនាក់ដូចជាចិត្តរលំចុះដែលខ្លាចថាសិស្សច្បងទាំងពីរនាក់នឹងបែកអារម្មណ៍នៅពេលដែលជួយជនរងគ្រោះសាន់ក៏បានយកខ្លួនរបស់គេមកដើម្បីទប់ជញ្ជាំងនោះយ៉ាងជាប់ខាងក្នុងវិញ Daigo ក៏កំពុងតែខំប្រឹងកាត់ដែកដូចគ្នាហើយមូលហេតុដែល Daigo ដូរទិសរបស់រណាដើម្បីកុំឲ្យប៉ះពាល់ទៅដល់សរសៃរបស់ដៃក្រោយការយកចិត្តទុកដាក់កាត់យ៉ាងហ្មត់ចត់ចុងក្រោយគេក៏បានអាដាច់ដែកមួយនោះក្រោយពេលដែលដឹងថា Daigo កាត់ដាច់ដែកហើយមិនរងចាំយូរសិស្សច្បងទាំងពីរនាក់ក៏បានទាញជនរងគ្រោះចេញមកព្រោះតែយកចិត្តទុកដាក់ពេកដូច្នោះសិស្សច្បងទាំងពីរនាក់មិនចាប់អារម្មណ៍ឃើញថាសាន់កំពុងតែទប់ជញ្ជាំងមួយម្នាក់ឯងប៉ុន្តែនៅពេលដែលឃើញ Daigo វាចេញមកសាន់ពិតជាសប្បាយចិត្តយ៉ាងខ្លាំងក្រោយពេលដឹងថាជួយបានលោកអ៊ំហើយអ្នកផ្ទះរបស់ជនរងគ្រោះពិតជាសប្បាយចិត្តប៉ុន្តែនៅពេលដែលអ្នកទាំងគ្នារៀបចំដកថយព្រោះអាគារមួយនេះជិតរលំហើយមេក្រុមក៏បានប្រទះឃើញថាសាន់មិនព្រមចាក់ចេញពីកន្លែងមួយនោះសោះមិនតែប៉ុណ្ណោះគេនៅប្រាប់ឲ្យអ្នកទាំងគ្នាចាក់ចេញទៅមុនទៅតែអញ្ចឹងទើបអ្នកទាំងគ្នាចាប់អារម្មណ៍ឃើញថាជញ្ជាំងនៅក្រោយខ្នងរបស់សាន់កំពុងតែមានការដួលរលំយ៉ាងខ្លាំងប៉ុន្តែសិស្សច្បងទាំងអស់គ្នាប្រកាសជាមិនຕົកគេចោលហើយសិស្សច្បងជាមួយនឹងមេក្រុមក៏បានមកជួយគេជាបន្ទាន់នៅពេលដែលមេក្រុមចាប់ទាញគេចេញមកជញ្ជាំងក៏បានរលំចុះប្រសិនជាគ្មានសាន់ទុកជញ្ជាំងនឹងនោះទេវាប្រកាសជារលំចុះហើយសង្កត់ទៅលើជនរងគ្រោះជាយូរណាស់មកហើយមិនអាចរងចាំបានទៀតទេអ្នកទាំងអស់គ្នាបានធ្វើដំណើរចាក់ចេញពីទីនោះភ្លាមៗហើយនៅពេលដែលពួកគេចេញទៅដល់ក្រៅក៏ត្រូវជាពេលដែលអាគាររលំចុះមកដោយសារតែត្រូវឆោតទុកជញ្ជាំងមួយយ៉ាងធំដូច្នោះទើបតែចេញដល់ក្រៅភ្លាមសាន់ក៏បានដកដង្ហើមយ៉ាងដង្ហត់ដោយសារតែនឿយហត់ភាគទី6នៅមន្ទីរពេទ្យកលៀននៅវិទ្យាការបានរំលឹកឲ្យ Daigo ថាឈប់ធ្វើសកម្មភាពនឹងទៅគាត់មិនដឹងថានេះគឺជាលើកទីប្រមាណហើយដែល Daigo ឆ្លោះស្មាគ្រូពេទ្យក៏បាននិយាយថាប្រសិនជាគេនៅតែបន្តធ្វើបែបនេះទៀតថ្ងៃអនាគតប្រកាសជាអាចឆ្លោះមែនទែនមិនអាចព្យាបាលបាននោះទេហើយរាល់ដងធ្វើបែបនេះប្រកាសជាឈឺចាប់យ៉ាងខ្លាំងប៉ុន្តែ Daigo បានត្រឡប់នឹងវាពេលនោះគេក៏នឹកឃើញថាលើកដំបូងដែលគេឆ្លោះដៃគឺកាលពី10ឆ្នាំមុនក្រោយពេលដែលទៅមន្ទីរពេទ្យពិនិត្យហើយជាមួយអ្នកមីងគាត់ក៏បានឲ្យ Daigo ស្នាក់នៅផ្ទះរបស់គាត់ប៉ុន្តែប៉ុណ្ណោះនៅផ្លាស់ប្ដូរទាំងតកោហើយឈ្មោះទៀតហាក់បីដូចជាមានរឿងអ្វីមួយយ៉ាងធំបានកើតឡើងទៅលើគ្រួសាររបស់ Daigo ដល់ថ្នាក់អ្នកមីងរបស់ Daigo ដឹងថាគាត់មិនអាចជំនួសបានម្ដាយរបស់ Daigo បានទេដូច្នោះសង្ឃឹមថាគាត់នឹងត្រឡប់មករកកូនលឿន
វិលមកពេលបាច់ច្បាន់វិញពេលនេះពួកយើងនឹងដឹងពីម៉ោងធ្វើការរបស់អ្នកផលិតអគារភ័យទាំងអស់គ្នានៅក្នុងស្ថានីយ៍ផលិតអគារភ័យទីក្រុងតូក្យូចែកចេញជា2វេនទី1គឺចូលធ្វើការម៉ោង 8 កន្លះព្រឹកនិងចេញពីធ្វើការម៉ោង 5:15 នាទីហើយវេនមួយទៀតគឺនៅយាមស្ថានីយ៍ 24 ម៉ោងក្រុមផលិតអគារភ័យពិសេសដែលដៃហ្គោជាមួយសាន់ធ្វើការក៏មានវេនយាម 24 ម៉ោងដែរក្នុងមួយសប្តាហ៍ពួកគេត្រូវតែធ្វើការយាម 24 ម៉ោង 3 ដងក្នុងបន្ទប់ផ្លាស់ខោអាវសាន់ក៏បានសួរពីស្ថានភាពស្មាររបស់ដៃហ្គោប៉ុន្តែម៉ោងនេះគឺជាម៉ោងធ្វើការហើយដូច្នោះដៃហ្គោមិននិយាយរឿងផ្ទាល់ខ្លួននោះទេគេបានប្រាប់ឲ្យសាន់ផ្លាស់ប្ដូរកៅអៅលឿនៗដើម្បីចេញទៅក្រៅវឹកហាត់ត្បិតតែធ្វើការជាមួយនឹងវឹកហាត់ជាមួយគ្នាយូរហើយដែរប៉ុន្តែសាន់នៅតែមិនអាចដឹងពីការគិតរបស់ដៃហ្គោគេពិតជាចង់ដឹងយ៉ាងខ្លាំងតែក្នុងខួរក្បាលរបស់ដៃហ្គោកំពុងតែគិតអ្វីទៅក្រៅពេលដែលចេញពីធ្វើការពួកគេក៏បាននាំគ្នាទៅញ៉ាំមីរ៉ាមែនពួកគេក៏បានទៅញ៉ាំនៅហាងរបស់លោកពូដែលពួកគេបានជួយថ្ងៃមុនក្រោយពេលដែលភ្លក់ស្នាដៃរបស់គាត់ហើយពួកគេក៏បានយកពីមូលហេតុដែលគាត់ចង់យកកន្លទៅជាលក់តាមតតែបានពេលនោះប្រពន្ធរបស់គាត់ក៏បានយំឲ្យអរគុណអ្នកទាំងអស់គ្នាយ៉ាងខ្លាំងប្រសិនជាគ្មានពួកគេនោះទេប្តីរបស់គាត់ប្រកាសជាគ្មានជីវិតឡើយពេលនោះកូនស្រីរបស់លោកតកែហាងឈ្មោះថាហ៊ីរ៉ាគូក៏បានលើកម្ហូបចេញមកនាងក៏ពិតជាអរគុណអ្នកទាំងអស់គ្នាហើយប្រាប់ពួកគេហូបឲ្យច្រើនទើបតែឃើញនាងភ្លាមធ្វើឲ្យសាន់ក៏ហោះមុខបាត់អពាក់សាន់នេះសាវ៉ាដែរនឹងអស់ពីយូគីឥឡូវមកដល់នារីម្នាក់នេះទៀតហើយក្រោយពេលញ៉ាំឆ្អែតអ្នកទាំងអស់គ្នាក៏បាននិយាយគ្នាពីស្ថានភាពរបស់សាន់នៅពេលនោះមានសិស្សច្បងម្នាក់នៅធ្វើតាមរបៀបដែលសាន់បានទុកជញ្ជាំងហើយនិយាយឲ្យពួកគេចាក់ចេញទៅត្បិតតែពួកគាត់បានសោយប៉ុន្តែត្រូវទទួលស្គាល់ថាពេលនោះសាន់ធ្វើអញ្ចឹងពិតជាត្រឹមត្រូវខ្លាំងណាស់ប្រសិនជាគ្មានសាន់ជួយទុកជញ្ជាំងមនុស្សនោះទេអ្នកទាំងអស់គ្នាប្រកាសជាត្រូវវាសង្កត់ជាមិនខានពេលនោះសិស្សច្បងម្នាក់ក៏បានសួរសាន់ថាហេតុអ្វីចង់ធ្វើអ្នកផលិតអគារភ័យប៉ុន្តែច្បាស់ណាស់សាន់ប្រកាសជាមិននិយាយថាដោយសារតែតាមស្រឡាញ់យូរីនោះទេរឿងគឺការពីគេរៀនថ្នាក់ទី10ពេលដែលសាន់កំពុងធ្វើដំណើរតាមផ្លូវស្រាប់តែឃើញឡានផលិតអគារភ័យជាច្រើនជីកាត់ដោយភាពងឿងឆ្ងល់សាន់ក៏បានរត់តាមប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលឡានទាំងអស់នោះគឺជីទៅកាន់ផ្ទះរបស់សាន់ប៉ុន្តែពិតជាសំណាងវាមិនមែនជាអគារភ័យដ៏ធំមួយនោះទេគ្រាន់តែឆេះឃ្លាំងមួយប៉ុណ្ណោះអ្វីដែលគួរឲ្យភ្ញាក់ផ្អើលត្បិតតែភ្លើងនោះពិតជាតូចប៉ុន្តែឡានពេទ្យនិងឡានផលិតអគារភ័យបានមកដល់ទីនេះជាង14គ្រឿងហើយនៅពេលដឹងថាវាគ្រាន់តែជាការឆេះភ្លើងតូចមួយពួកគេក៏មិនប្រកាន់អ្វីដែរសម្រាប់ពួកគេការពារប្រកាសជាល្អជាងព្យាបាលហើយពួកគេសុខចិត្តខាតជើងជិះមកក៏មិនឲ្យខាតបង់ជីវិតនរណាគេម្នាក់វាក៏ជាមូលហេតុដែលធ្វើឲ្យសាន់ចង់ចូលធ្វើជាអ្នកផលិតអគារភ័យដើម្បីការពារអ្នកទាំងអស់គ្នាស្រាប់តែពេលនោះគេបានមើលឃើញដៃហ្គោបានស្ដាប់គេយ៉ាងយកចិត្តទុកដាក់ពេលនោះលោកតកែក៏បានដើរមកសាន់ឃើញដូច្នោះក៏បានថាដៃហ្គោនៅពេលដែលមិនហូបអស់ស៊ុបរបស់គាត់ប៉ុន្តែលោកតកែហាងថាមិនអីនោះទេកលេចមកខាងមេក្រុងវិញគាត់កំពុងតែនៅមន្ទីរពេទ្យពិភាក្សាគ្នាជាមួយអ្នកគ្រូពេទ្យតាក់ទងជាមួយមូលហេតុដែលដៃហ្គោបានដូរទិសដៅកាត់ដែកមួយនេះសម្រាប់អ្នកគ្រូពេទ្យការសម្រេចចិត្តមួយនោះរបស់ដៃហ្គោពិតជាត្រឹមត្រូវព្រោះបើពេលនោះដៃហ្គោមិនធ្វើការផ្លាស់ប្ដូរទិសដៅនោះទេដៃរបស់លោកអ៊ំប្រកាសជាមិនអាចធ្វើការបានទៀតឡើយនៅថ្ងៃមួយដែលមានភ្លៀងអ្នកទាំងអស់គ្នាក៏លឺកណ្ដឹងរោលក្រោយពេលផ្លាស់ប្ដូរសម្លៀកបំពាក់ភ្លាមពួកគេក៏បានចេញដំណើរយកមកនៅក្នុងហាងមីប្រពន្ធរបស់លោកតកែពិតជាសប្បាយចិត្តហើយគាំទ្រពួកគេយ៉ាងខ្លាំងចំណែកលោកតកែវិញបានដកមួយចេញមកអានក្បាលបង្ហាញពីចិត្តគោរពរបស់ខ្លួនហើយលោកតាកាហាស៊ីក៏បាននឹកឃើញពីពេលនោះដើម្បីកុំឲ្យគាត់ស្លាប់នៅពេលដែលអាដែកដៃហ្គោបានខំនិយាយជាមួយគាត់យ៉ាងច្រើនដោយដឹងថាលោកពូគឺជាអ្នកប្រើប្រាស់ដៃឆ្វេងមិនតែប៉ុណ្ណោះស្រឡាញ់ការធ្វើម្ហូបយ៉ាងខ្លាំងដៃហ្គោក៏បានសន្យាថាគេនឹងខំប្រឹងកាត់យ៉ាងណាដើម្បីឲ្យគាត់នៅតែអាចប្រើប្រាស់ដៃរបស់ខ្លួនយ៉ាងល្អហើយគេសន្យាថានឹងឧស្សាហ៍ទៅញ៉ាំមីនៅកន្លែងរបស់គាត់ពាក្យសម្ដីទាំងអស់នឹងហើយដែលជួយឲ្យផ្លូវចិត្តរបស់គាត់កាន់តែរឹងមាំជាងមុនដើម្បីបន្តទៅមុខបានទៀត